ខ្ញុំបាទសូមគោរពឯកឧត្តមលោកជំទាវលោកប្រុសលោកស្រីពូមីងធំបំបងទាំងអស់យុវជនយុវនារីលោកឪពុកអ្នកម្ដាយនៅក្នុងភូមិថ្លោកសង្កាត់ច្រកប្រទេសការរៀបចំនេះក៏សូមថ្លែងអំណរគុណចំពោះព្រះអង្គចៅអធិការវត្តថ្លោកសង្កាត់ច្រកប្រទេសក្រុងបាវិតខេត្តស្វាយរៀងដែលមានការរៀបចំល្អប្រពៃណាស់ប៉ុន្តែការរៀបចំនេះគឺមានខ្វះខាតបន្តិចបន្តួចដែរបងប្អូនណាដូចជាកម្មាដូចជាមូសម្រាប់តាំងតិចតួចច្រើនគឺបងប្អូនណាវាមិនច្រើនណាស់ទេប៉ុន្តែបើសិនជាមានញាតិញោមពុទ្ធបរិស័ទលោកយាយលោកតាពូមីងធំបងណាដែលលោកមានសាទរមនោចេតនាចូលរួមសប្បាយនៅសង្ក្រាន្តឆ្នាំ2025មានការចូលរួមលេងល្បែងជាប្រៃទាំងអស់គ្នាលោកចូលជាបច្ច័យក៏បានចូលទិញជាមុខឬក៏ជីវជាស្លឹកត្នោតស្លឹកអីចឹងជួយព្រះអង្គខ្លះក៏ជាបុណ្យរបស់អស់លោកដែរទេណាដូចជាក្អមដូចជាថាវិការសម្រាប់ដាក់ក្អមចឹងវីដេអូនេះខ្ញុំបាទសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយជ្រោមជ្រែងនិងជួយឧបត្ថម្ភខ្លះដើម្បីឲ្យពិធីសង្ក្រាន្តឆ្នាំ2025ខាងមុខនេះចូលឆ្នាំថ្មីឲ្យសប្បាយរីករាយឲ្យលើសរាល់ឆ្នាំទៀតឬក៏ដូចរាល់ឆ្នាំចាស់សង្ឃឹមថាពុកម៉ែបងប្អូននឹងជួយណាពុកម៉ែបងប្អូនណាហើយយើងកុំភ្លេចទៅលេងទាំងអស់គ្នានៅពេលដែលយើងលេងអត់ទាន់ដល់ចូលឆ្នាំពេកទេគឺថាចូលនៅថ្ងៃអង្គារ4កើតខ្នើតខែចែកបាទឆ្នាំរោងចៅស័កពុទ្ធសករាជ2568តែម្ដងនឹងចូលលេងរហូតទៅដល់ថ្ងៃទី1ថ្ងៃទី1ត្រូវនឹងថ្ងៃច័ន្ទបាទ2រោចរនោចខែចែកឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2025តែម្ដងរហូតទៅដល់ថ្ងៃ4រោចរនោចខែចែកឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី16ខែមេសាឆ្នាំ2025កង្វះខ្វះខាតពុកម៉ែដូចដឹងហើយទៀតណាដូចជាការរៀបចំតុបតែងភ្លើងបាទមានស្លឹកត្នោតមានកម្មាមានឈ្នាងមានរត់មានដូចជាចង្អេរការ៉េងជាដើមលក្ខណៈហើយវីដេអូនេះជាខ្ញុំក្រោយខ្ញុំបាទក៏សូមខន្តីបិទសូមពីសំណាក់ឯកឧត្តមលោកជំទាវពុកម៉ែបងប្អូនយាយតាពូមីងធំបងទាំងអស់ញាតិញោមពុទ្ធបរិស័ទចំណុចជើងវត្តទាំងយុវជនយុវនារីទាំងលោកអ៊ំមេភូមេឃុំសន្តិសុខបងឆ្លុកប៉ូលីសណាយោធាយុទ្ធនយោជិកបុគ្គលិកសិក្សាទាំងអស់ហើយលោកខ្ញុំបាទនិយាយទៅវាអត់មានអក្ខរាវរត់ច្បាស់លាស់ហើយគួរឲ្យកត់សម្គាល់បាទអរគុណជំរាបលាពុកម៉ែបងប្អូនសូមទោសផងណា